ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំសំណាងថ្ងៃនេះខ្ញុំមានដំណឹងល្អមួយចង់មកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការធ្វើតេស្តរកមេរោគអេដដោយខ្លួនឯងខ្ញុំជឿថាមនុស្សភាគច្រើននៅពេលដែលឮពាក្យថាការធ្វើតេស្តអ្នកទាំងអស់គ្នាច្បាស់ជាមានអារម្មណ៍ថាភ័យខ្លាចមិនទាន់បានត្រៀមខ្លួនឬក៏មិនហ៊ានទៅធ្វើតេស្តជាដើមខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាអត់ឯកោទេមានមនុស្សជាច្រើនដែលមានអារម្មណ៍ឬក៏ធ្លាប់មានអារម្មណ៍ដូចអ្នកទាំងអស់គ្នានៅពេលនេះហេតុនេះហើយទោះបានជាកញ្ចប់ធ្វើតេស្តរកមេរោគអេដដោយខ្លួនឯងត្រូវបានបង្កើតឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាអាចធ្វើតេស្តបានដោយខ្លួនឯងដែលសម្ងាត់ដោយគ្មានការរើសអើងនិងនៅកន្លែងដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាសុវត្ថិភាពបច្ចុប្បន្ននេះមានការសិក្សាស្រាវជ្រាវមួយស្ដីអំពីការធ្វើតេស្តរកមេរោគអេដដោយខ្លួនឯងដែលយើងហៅកាត់ថាការសិក្សាតេស្តដោយសម្ងាត់ដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាអាចធ្វើតេស្តបានដោយខ្លួនឯងងាយស្រួលនិងចំណាយពេលខ្លីតើធ្វើយ៉ាងដូចម្តេចដើម្បីទទួលបាននូវកញ្ចប់ធ្វើតេស្តរកមេរោគអេដដោយខ្លួនឯងវាពិតជាងាយស្រួលណាស់ដើម្បីទទួលយកនូវកញ្ចប់មួយនេះអ្នកទាំងអស់គ្នាអាចមកទទួលយកកញ្ចប់ធ្វើតេស្តរកមេរោគអេដដោយខ្លួនឯងបាន free នៅរៀងរាល់6ខែម្ដងរហូតដល់ចប់ការសិក្សារបស់យើងហើយអ្នកទាំងអស់គ្នាអាចមកទទួលយកបាននៅណាគឺនៅឱសថស្ថាន UCare ទាំង3សាខានារីធានីភ្នំពេញលើពីនេះទៅទៀតនោះអ្នកទាំងអស់គ្នានឹងទទួលបាននៅស្រោមអនាម័យអូកាម៉ាតុមួយប្រអប់និងទឹកកំអិលមួយដបផងដែរក្រោយទទួលបាននៅកញ្ចប់តែសូមបញ្ជាក់ថាអ្នកទាំងអស់គ្នាអាចយកកញ្ចប់តេស្តនេះបានហើយយកទៅធ្វើតេស្តនៅទីណាក៏បានឲ្យតែអ្នកទាំងអស់គ្នាគិតថាសមរម្យងាយស្រួលនិងអ្នកទាំងអស់គ្នាមានអារម្មណ៍សុវត្ថិភាពដោយមិនចាំបាច់ធ្វើតេស្តដោយផ្ទាល់នៅឱសថស្ថាននោះទេទៅកាន់អ្នកទាំងអស់គ្នាថាការធ្វើតេស្តមិនមែនជារឿងដ៏គួរឲ្យអាម៉ាស់នោះទេផ្ទុយទៅវិញវាគឺជាអាកប្បកិរិយាក្នុងការបង្ហាញពីការថែរក្សាខ្លួនឯងនិងបង្ហាញពីការស្រឡាញ់ខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ចូលរួមឬមានសំណួរពាក់ព័ន្ធជាមួយនឹងការសិក្សាតេស្តដោយសម្ងាត់អ្នកទាំងអស់គ្នាអាចស្វែងរកព័ត៌មានលម្អិតអំពីគម្រោងរបស់យើងបានតាមរយៈការ scan QR code មួយនេះឬតាក់ទងមកលេខទូរស័ព្ទទាំង3ខ្សែឬក៏អាចមកកាន់ឱសថស្ថាន UCare នៅរាជធានីភ្នំពេញទាំង3សាខាដែលនៅជិតលោកអ្នកបំផុតសូមកុំឲ្យភាពភ័យខ្លាចរារាំងដល់ការថែទាំសុខភាពរបស់អ្នកពីព្រោះសុខភាពអ្នកគឺជារឿងចម្បងចាប់ផ្ដើមពីជំហានតូចមួយនេះនៅថ្ងៃនេះឥឡូវនេះ